សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃហ្នឹងគឺយើងសិក្សាអំពីការ install file server resource manager limit directory និង user ជា size 100 MB ហើយយើងនឹង block image វីដេអូសារអីចឹងទៅអញ្ចឹងដំបូងយើងនឹងធ្វើការបង្កើត folder ថ្មីហើយខ្ញុំដាក់នៅក្នុង drive C យើងបង្កើត folder 2មួយ sharing data ហើយមួយទៀតគឺបង្កើតសម្រាប់ user Okay, data ហើយ now យើងបង្កើតមួយទៀត user sharing user plug Alright ឥឡូវយើងបិទ folder របស់យើងហើយយើងចូលទៅកាន់ server តើមកចូលទៅដល់នេះយើងចុចទៅលើពាក្យ add roles and features តើមកយើង next ទៀតមក next បន្ទាប់មកយើងត្រូវរកពាក្យ file and storage server ហើយបន្ទាប់មកយើងជ្រកពាក្យ file server resource manager next តើមកជីក install ពេលយើង install ហើយគឺយើងចូលទៅដល់ពាក្យ tool យើង click លើពាក្យ tool ហ្នឹងមកហើយយើងរកពាក្យថា file server បន្ទាប់មកយើងចុចទៅរកពាក្យ quota ដើម្បីយើង create ថ្មីអញ្ចឹងយើងត្រូវ browse ថាយើងផ្ទុកនៅក្នុងណាអញ្ចឹង main folder យើងបង្កើតនៅ drive C so យើងជ្រើសរើសយកពាក្យ sharing data មកហើយនៅក្នុងនេះគឺមាន2ជំរើសអញ្ចឹងជំរើសទី1ហើយជំរើសទី2អញ្ចឹងយើងត្រូវជំរើសទី1ដោយសារតែតិចទៀតហ្នឹងយើងអាខំហ្នឹងយើងទុកឲ្យ user យ៉ាតើមកបង្កើតមួយទៀត group មួយទៀត same thing the browse her sharing user folder ដែលយើងបង្កើតហ្នឹងអូខេហើយយើងជ្រើសរើសយកអាកាន់ខំ alright ហើយវាហ្នឹងមាន size 100 megabyte alright ឥឡូវ folder group យើងហើយអញ្ចឹងយើងដើម្បី block រូប image ឬក៏ sound អីហ្នឹងអូខេយើងត្រូវយើងត្រូវជ្រើសរើសយកពាក្យ file screening management ហើយយើងបង្កើត file group ថ្មី right click វាមកតមកយើងដាក់ឈ្មោះ so ដាក់ block media តមកវាមាន include ហើយជាមួយនឹង exclude អញ្ចឹងអាកន្លែង exclude ហ្នឹងគឺយើងចង់ block អីខ្លះឧទាហរណ៍បើសិនជាយើងចង់ block image អញ្ចឹងយើងដាក់ផ្កាយ JPG ឬក៏យើងចង់ block sound ឬក៏ music អញ្ចឹងយើងដាក់ផ្កាយ MP3 add ឬក៏ block video ផ្កាយ MP4 add នេះចង់បន្ថែមអីបន្ថែមទៀតមកហើយតោះយើង click OK Okay so for now យើង successfully block ហើយនេះជា block media របស់យើងដែលយើងមកបង្កើតមិញហ្នឹងអញ្ចឹង block media យើងបានរួចរាល់ហើយយើងចូលទៅដល់ file screen យើងបង្កើត file screen ថ្មីអញ្ចឹងអានេះយើង browse មកក្នុង drive C របស់យើងហ្នឹង data sharing data អូខេបន្ទាប់មកយើងយកអានេះឲ្យ customize យើងកន្លែងនេះយើងត្រូវរកពាក្យ block media ដែលយើងបាន create មិញណាclick មក
តបមកយើងចុច OK ហើយ create តបមកកន្លែងនេះយើងទាមទារដាក់ឈ្មោះចឹងយើងដាក់ឈ្មោះអីក៏បានដែរបើ let's ដាក់ block media មិញទៅអូខេ now របស់យើងរួចស្រេចហើយអរគុណ thank you